សពដែលខ្ញុំបូជានេះគឺជាសពស្ត្រីពោះធំកូនភ្លុកយកកូនខ្ញុំទៅណាយើងសន្យារួមលើដល់ចាស់ជាមួយគ្នាមើលកូនយើងរៀនដើរជាមួយគ្នាកូនហើយកូនពពោះទាំងខ្លួនឯងកំពុងតែខ្សោយបេះដូងបងថាប្រយ័ត្នខ្ញុំលើកទៅថាមនុស្សស្រីពោះធំចិត្តនឹងកើតគឺពួកអាមនុស្សតែងតែចង់មកបៀតបៀនខ្លះលោកអាចឆ្លើយកូនហេតុអីក៏គេមើលឃើញកូនហេតុអីក៏ម៉ែមើលឃើញកូនកូនម្ដាយឲ្យម៉ែសុំឃើញកូនម្ដងបានអត់សុំតែម្ដងក៏បានដែរកូនបាទទោះបីជាមានរឿងអីក៏ដោយក៏យើងត្រូវតែធ្វើឲ្យចាប់ចង់ចាប់ដើមដែរចាំថាការងារពួកយើងគឺជាអ្នកជួនដំណើរគេលើកចុងក្រោយហើយខ្ញុំឮថាសពស្ត្រីពោះធំនឹងមានអ្វីដែលលើសពីស្ត្រីពោះធំធម្មតាទៀតអូខេថៃបងបាទបងដំណើរដើមតោងហ្នឹងគឺអញ្ចេះបងស្ត្រីពោះធំហ្នឹងគឺខ្ញុំបូជានៅខាងខាងលិចផ្សារឡាប់លេងតែខ្ញុំមិនដឹងថាស្រុកភូមិនៅនេះទេមិនដឹងថាជិះទៅខាងផ្សារឡាប់លេងហ្នឹងតែម្ដងខាងលិចហ្នឹងបាទខាងលិចហ្នឹងដល់ពេលហើយហ្នឹងរោងហ្នឹងរោងគឺរោងទី10ហើយដែលខ្ញុំត្រូវបូជាហ្នឹងរោងទី10ហើយអត់បានចូលទេទេតែទៅហ្នឹងគឺរោងទី10តែយើងបូជាទៅដល់កន្លែងផ្ទះសពហ្នឹងផ្ទះក៏គាត់ហ្នឹងក៏មិនកន្លែងទៅជាទលាយអីណាដែររមមអាចធ្វើមេនបានប៉ុន្តែគាត់ថាខុសបន្តិចគាត់ថាអ្នកចិត្តខាងគាត់ហ្នឹងអត់សូវត្រូវគ្នាអញ្ចឹងណាហើយដល់ពេលយើងធ្វើមេនទៅតឡើងមេនទៅប៉ះចូលទៅដីគាត់បន្តិចទៅវាមានបញ្ហាបាទវាមានបញ្ហាជើងមានយើងពេលយើងធ្វើទៅ6ម៉ែត្រ4ជ្រុងវាធម្មតាយើងវាអៀតយើងសុំអត់បានសុំដីគាត់ទេប៉ុន្តែគាត់ថាគាត់មានដំណោះមួយគ្នាហើយហ្នឹងដល់ពេលយើងធ្វើទៅប៉ះចូលញ៉ៃទៅប្រហែលជា1ម៉ែត្រ1ម៉ែត្រហ្នឹងដល់ពេលហើយម្ចាស់បុណ្យហ្នឹងក៏សុំទៅតែខាងភាគីខាងនោះគេអត់ព្រមទេដោយសារមានចំនួនអញ្ចឹងវាធ្ងន់ធ្ងរដែរអញ្ចឹងគេអត់ព្រមអញ្ចឹងគេឲ្យដកមួយកង់ចេញធ្វើតែមួយកង់ឯងធ្វើមួយកង់លើឯងធ្វើមួយកង់លើហើយខ្ញុំអត់ព្រមទេបើសិនជាធ្វើមួយកង់លើបើសិនជាខ្យល់មកអាហ្នឹងវាអាចបាក់មែនកាន់តែធ្ងន់ទៀតអញ្ចឹងខ្ញុំសុំទីតាំងគាត់ហ្នឹងគឺនៅដាក់នៅវត្តដូរទីតាំងបាទដាក់នៅវត្តដូរទីតាំងយើងតម្លើងហើយហ្នឹងបងតម្លើងហើយមួយកង់ហ្នឹងអញ្ចឹងយើងសុំដូរទីតាំងពេលយើងសុំដូរទីតាំងទៅធ្វើនៅវត្តហ្នឹងមកសុំបញ្ចេញឈ្មោះវត្តទេប្រហែលខ្លាចប៉ះពាល់ធ្វើនៅវត្តហ្នឹងលោកក៏ឲ្យដាក់នៅកន្លែងមុខវិហារដែរយើងដាក់នៅខាងក្រោយហ្នឹងគឺមានមច្ឆាវត្តមួយហើយនឹងដើមពោមួយដើមហើយនឹងខ្ទមអ្នកតានៅគៀនហ្នឹងទៀតអញ្ចឹងយើងធ្វើធម្មតាចិត្តធម្មតាយើងមិនតែបឋមអីបងគេកោទុក3យប់ហ្នឹងហើយយើងធ្វើធម្មតាទៅដល់ពេលធ្វើហើយរយៈពេលម៉ោងខ្ទង់11ថ្ងៃត្រង់យើងតម្លើងហើយយើងក៏ទៅមួយទឹកសម្អាតខ្លួនអញ្ចឹងទៅរហូតដល់ម៉ោងខ្ទង់ខ្ញុំអត់ចាំដែរពេលហ្នឹងខ្ញុំដឹងថាអាសៀលប្រហែលខ្ទង់ម៉ោង3ម៉ោង4នេះហ្នឹងពិបាកប៉ុណ្ណឹងអាសៀលដល់អាចារ្យគាត់ប្រកាសមីក្រូមកទេមកថាឲ្យខ្ញុំនឹងរៀបចំកន្លែងអង្គសពផងពួកអីក្តារវាធ្ងន់ក្តារចិនណាបងបាទមិនក្តារកុងលាក់កែយើងធម្មតាទេក្តារចិនអញ្ចឹងខ្ញុំក៏យកដៃដាក់កលកន្លែងហ្នឹង4ដើមកុំឲ្យវាបាក់ទៅក្រោមដល់ពេលហែមកខ្ញុំចាប់អារម្មណ៍ថងថាពេលដែលគាត់ហែមកហ្នឹងគឺមានអាតេះក្មេងអាតេះកូនង៉ែតបងអាតេះហ៊ុញបាទអាតេះកូនង៉ែតដែលគេដាក់អង្គុយមានតុក្កតាលេងពីមុខមកគូព្រោះឲ្យកូនភ្លោះបងសពហ្នឹងជាសពកូនភ្លោះបាទក្នុងពោះគាត់នឹងភ្លោះ2អញ្ចឹងគាត់ទិញអាតេះ2
អាតេពីអោបមួយកណ្ដាលមកឈូសហ្នឹងគឺហែមកមួយគ្នាហ្មង អូចឹងបានគេទិញអីវ៉ាន់ធៀមទុកឲ្យកូនគេហើយ បាទមានទាំងកៅអៅមានទាំងទឹកដោះគោមានទាំង អូទិញហើយអស់ហើយហ្នឹងចឹងបានតែចិត្តគ្រប់ខែ ប្រហែលជាអាចទុកគ្រប់ខែបងហើយមានទាំងអាតេហ្នឹងមកហើយនឹងទឹកដោះគោមានកៅអៅគឺសម្ភារៈក្មេងទាំងអស់មានទាំងកាទីមានទាំងពូកអាខ្នាយអោបយើងក្មេងៗអញ្ចឹងមានមកចប់គេហែមកដល់ពេលគេហែមកគេដាក់លើអាលើកអាមកឈូសហ្នឹងឡើងលើកន្លែងជើងកោសត្រូវកលនៅក្រោមហ្នឹងបងដល់ពេលហើយយើងអាតុកតាអាតេក្មេងហ្នឹងគេដាក់នៅក្រោមនៅមួយរូបថតហើយក៏មានសំណាញ់គេសែននៅហ្នឹងមានមន់មានក្បាលជ្រូកមានអីទៅនឹងយើងក៏ធម្មតាយើងក៏មិនចាប់អារម្មណ៍អីរឿងអាតុកតាឬក្មេងៗហ្នឹងណាអាតេហ្នឹងដែរយើងក៏ទុកនៅហ្នឹងហើយខាងប្តីគាត់ហ្នឹងគឺនៅកូរ៉េណនៅឯប្រទេសកូរ៉េណ ទៅធ្វើការនៅកូរ៉េ បាទអត់ឲ្យបូជាព្រាមទេពួកអីគាត់មកព្រោះ អូចង់ឃើញប្រពន្ធ បាទមុខចុងក្រោយអញ្ចឹងគឺគាត់មកអញ្ចឹងដល់ពេលហើយត្រូវឲ្យសពហ្នឹងតម្កល់ទុករហូតដល់3យប់3យប់បាទ3យប់យប់ទី3បានបូជារហូតមកទៀតយើងក៏ខ្ញុំអ្នកមានធម្មតាយើងគេទៅអស់ហើយយើងមិនត្រូវមើលសពបងមិនត្រូវដេកយាមចង់ងឹងចង់អីដេកអញ្ចឹងណាហើយខ្ញុំចាប់ដើមរហូតទីតាំងមួយដែលសម្រាប់ខ្លួនឯងសម្រាប់3យប់ហ្នឹងហ្មងអត់ផ្លាស់គ្នាទេយើងនិយាយគ្នាហើយថាអ្នកណាដេកណាគឺដេកហ្នឹងហើយអញ្ចឹងយើងនិយាយគ្នាថាកុំឲ្យដេកឆ្ងាយពីមេនធ្វើម៉េចឲ្យកុំឲ្យដេកឆ្ងាយពីមេនគាត់ថាដេកឆ្ងាយពីមេនមានបញ្ហាអីមួយគឺពិបាកបន្តិចហើយអញ្ចឹងខ្ញុំក៏យកអាចន្លោះកលៀតកន្លែងចាយដីហ្នឹងកន្លែងកែងជ្រុងចាយដីមកចងកន្លែងហ្នឹងហើយគ្នាខ្ញុំមួយទៀតគឺចងនៅកន្លែងលើឡានម៉ាស៊ីនភ្លើងយើងហ្នឹងហើយឡានធុងហ្នឹងយើងចងលើហ្នឹងហើយគ្នាខ្ញុំ2នាក់ទៀតដេកនៅក្នុងមេនដេកនៅក្នុងបាទក្រោមមួយនៅលើមួយទៀតតែថាក្រោមមួយនៅលើមួយខ្ញុំដេកនៅកន្លែងចាយដីគ្នាខ្ញុំមួយទៀតដេកនៅកន្លែងឡានមេនហើយមួយទៀតដេកនៅក្រោមកន្លែងកែងជ្រុងហើយមួយទៀតដេកនៅកន្លែងខាងចុងជើងសពអញ្ចឹងបានតែទាំងអស់4បាទ4នាក់ប៉ុន្តែនៅថ្នាក់លើបងនៅថ្នាក់លើហ្នឹងយប់ទី1យប់ទី1ហ្នឹងចេះមានលោកមួយអង្គហ្នឹងក្មេងឯកណាហៅលោកនេនចុះហ្នឹងលោកនេនគាត់មកលេងវាច្រើនលោកគាត់ចូលចិត្តខាងមេនខាងបូជាសពអីចង់មើលមែនតើខ្ញុំធ្លាប់បូជាក្នុងវត្តច្រើនអញ្ចឹងលោកគាត់មកលេងមកសួរនាំថាញោមហើយទុក13យប់អញ្ចឹងលោកអត់លោកប្អូនណាបាទដល់ហើយខ្ញុំថាអីកូនលងកណាតដឹងដែរតែសំខាន់កូនឯងនៅយប់ហ្នឹងមួយកណាហ្មងអញ្ចឹងខ្ញុំនិយាយលេងអញ្ចឹងតែកូនឯងនៅយប់ហ្នឹងមួយកណាហ្មងទៅអីអាម៉ាតនៅមកពោះធំហ្មងធម្មតាគាត់និយាយលេងមួយខ្ញុំក៏និយាយលេងមួយលោកអញ្ចឹងទៅវិញទៅមកនាំគ្នានិយាយលេងអញ្ចឹងទៅហើយគ្នាខ្ញុំនោះ3នាក់ទៀតហ្នឹងគឺនៅចងងឹងគាត់ពងនិយាយមកសង្សារគាត់អញ្ចឹងណាបាទពងនិយាយមកសង្សារគាត់ទៅហើយខ្ញុំនៅនិយាយលេងមួយលោករហូតដល់ម៉ោង9យប់ហើយយប់ឡើងធម្មតាមានខ្យល់ហើយវាភើយហើយខ្ញុំក៏កលែកទៅមើលរូបថតគាត់ខ្ញុំអង្គុយគិតម្នាក់ឯងហ្មងអង្គុយគិតម្នាក់ឯងថាសំណោះជំនួសគាត់ហ៎បងខ្ញុំមានកូនគឺខ្ញុំដឹងមែនតើខ្ញុំដឹងមកថាឧទាហរណ៍ណាបើសិនជារឿងនឹងធ្លាក់មកលើខ្ញុំតែខ្ញុំមានអារម្មណ៍មិនបាទខ្ញុំមានអារម្មណ៍មិនហើយពេលនោះខ្ញុំចាប់ទឹកភ្នែកទៅនិយាយលោកហ្មងអាណិតគាត់មែនតើហើយគេថាសុកទៅមានអារម្មណ៍ថាចង់យំហ្មងទឹកភ្នែកយើងចង់យំអញ្ចឹងណាចង់យំឲ្យលោកគាត់តែនិយាយលេងមួយយើងអញ្ចឹងទៅខ្ញុំអត់ចាប់អារម្មណ៍លោកទេហើយមកស្ទុះក្រោយលោកក៏ទៅ3អង្គលោកក៏ទៅនៅមកមួយអង្គទៀតលោកយើងសាមណេរយើងយុច្រើនហើយថាជាសាមណេរមួយអង្គទៀតអង្គចិត្តក៏កេះឆ្មាខ្ញុំនេះញោមខ្ញុំក៏ភ្ញាក់ព្រឺតញាក់កូនលេងកេះនេះអញ្ចឹងភ្ញាក់ដែរហ្នឹងកូនអាត្មាមើលមកពីលើមេនវិញដូចគេស្ទង់នៅឈោចុងជើងមកឈូមកបញ្ញាក់អញ្ចឹងអាត្មាដូចឃើញស្ទង់អីនៅចុងជើងឈូអត់ទេកូនឯងស្វាងភ្នែកអីព្រោះកណាត់វាំងនូនមេនហ្នឹងគឺពណ៌សកែលោវារបូតណាបាទរបូតរួចឡើងស្រាប់តាមកទទួលក្រោយអាតុកតាដែលដាក់តាំងពីមុខមេន2ហ្នឹងគឺវាចេះតុកតាចង់និយាយថាអាតេក្មេងវាមានតុកតាពីមុខចេះបើក្មេងលេងបងមានបតោកតែយើងមើលពីចង្ងាយទៅគឺវាយល់ចេះអូវាយល់អញ្ចឹងអាតាបតោងពេលរុញគេមានអាតោឲ្យក្មេងចាប់លេងហ្នឹងបងគឺវាយល់ចេះវាយល់អញ្ចឹងឯងខ្ញុំឃើញពុបខាងក្នុងខ្ញុំហ្នឹងគឺចាប់ដើមស្រើតហ្មងពោះវៀនសើឡើងលើហើយស្រើតហ្មងខ្ញុំថាចេះ
អាយ៉ាមកទៀតហើយអាលើកមុនម្ដងហើយឥឡូវមកម្ដងទៀតអាហ្នឹងម្ដងមកស្ទុះក្រោយទៀតបើឲ្យដឹងមកយ៉ាត់សាប់តាអាតេះហ្នឹងវាកំពុងតែលេងហ្នឹងគឺវាឈប់ងក់ហ្មងអាតុកតាគឺវាឈប់ងក់ដែរម្ដងឈប់ងក់ស៊ើបឈប់ចឹងខ្ញុំភ្លឹកហ្មងលើកឲ្យអាទៀនដែលដុតវាអមៀធ្លាក់ពីលើតុកហ្នឹងហ្មងទៀនណាចង់និយាយថាគ្នាខ្ញុំ4នាក់ផ្អើទាំង4នាក់មកយប់ហ្នឹងផ្អើទាំង4នាក់ខ្ញុំថាចេះដូរគ្នាឥឡូវដូរគ្នាហើយមកដេកលើឡានវិញហើយមកដេកនៅកន្លែងចាយដីវិញអញដេកនៅលើឡានវិញដូរគ្នាបបួលគ្នាដូរបងអើយអាគ្នាខ្ញុំថាអត់ដូរទេដូរទៅអីបើឯងឃើញចឹងហ្នឹងហើយចាប់ដើមអាដេកនឹងមានវាដឹងទេវាដឹងទេវាជួយយើងមានឲ្យឆោឡោណាបងតែឆោឡោគឺផ្អើលហើយឆ្កែវត្តធម្មតាបើឲ្យដឹងហើយស្រាប់ហើយគឺក្នុងវត្តគឺមានសត្វច្រើនមានទាំងឆ្មាមានទាំងឆ្កែហេតុតែផ្អើឆោឡោគឺវាព្រោះហើយអញ្ចឹងយើងសិតស្ងាត់ហើយយើងចងំទឹកចិត្តចងំណាអែមតែខ្ញុំនោមដាក់ខោហើយបងអើយខ្ញុំនិយាយត្រង់នោមដាក់ខោបាទសើមកខោកាឡាខ្ញុំសើមកចេញនោមមកនិយាយមែនចេញនោមមកខ្ញុំថាទេលើកទី1ហើយដែលខ្ញុំនោមដាក់ខោលើកមុនប្អូនខ្ញុំនោមដាក់ខោឥឡូវខ្ញុំម្ដងនោមដាក់ខោស្ដាយហ្មងទៅហើយយើងក៏ធម្មតាយើងឃើញចឹងហើយយើងក៏មិននៅឈីអាហ្នឹងអាតេសទី1បងអាតេសទី1យប់ទី1រហូតដល់ពាក់កណ្ដាលយប់ខ្ញុំហ្នឹងក៏ដេកភ្ញាក់បងឲ្យលងខ្ញុំយើងយាមសពអត់ដេកតែពេញភ្នែកទេបងអើយអាប្រឡែងព្រុសព្រះតិចក៏ភ្ញាក់ដែរហ្នឹងហើយក៏ភ្ញាក់ដែរអញ្ចឹងវាខ្យល់វាបក់មកអាសាំងអាស័យមានក្បាច់ហ្នឹងគឺវាលាន់ហើយគ្រឹកក្រាក់អញ្ចឹងគឺយើងចាប់ដើមភ្ញាក់ហើយភ្ញាក់ព្រឺតខ្ញុំថាភ្ញាក់ព្រឺតខ្ញុំឃើញមនុស្សស្ទងនៅមុខរូបថតហ្នឹងបងខ្ញុំគិតថាជំនាញមែនមុនបងខ្ញុំគិតថាជំនាញមែនទៅហើយយើងឃើញហើយយើងត្រឡប់មើលចេះមួយស្ដែងហ្មងថាអាហ្នឹងមនុស្សឬក៏កណាត់ទៅហើយខ្ញុំគិតថាមិនមនុស្សទេខ្ញុំគិតថាជំនាញមែនហើយព្រោះអីជំនាញមែនគឺវាច្រើនស្អីបាទជំនាញមែនខាងមេខ្ញុំគឺស្អីច្រើនស្អីខ្ញុំបកស្រាយលើកមុនហើយគឺស្អីអញ្ចឹងខ្ញុំគិតថាជំនាញមែនហើយអាមួយដែលដេកនៅលើមេននេះបើឯងដឹងមកចុះឃើញស្ត្រីខ្មោចពស់ធំហ្នឹងគឺនៅឈរកន្លែងចុងចៃដីនៅឈរចុងចៃដីអាកន្លែងខ្ញុំចងងឹងហ្នឹងហ្មងមើលពីចម្ងាយបាទវាឃើញវាអង្គុយចេះវាឃើញចឹងអង្គុយឆ្ងល់ចឹងហើយដល់ហើយវាហៅមេខ្ញុំអាឡៃឲ្យមកលឿនអញឃើញអើយណាគេពស់ធំនៅឈរងឹងកន្លែងរីដល់ហើយខ្ញុំក៏ថាហេឯងចេះតែនិយាយđấyអញតែឃើញហើយមិញហ្នឹងឯងចេះតែនិយាយផ្អើឆោឡោវិញហ្នឹងបងហើយឆ្កែវត្តលូហើយចាប់ដើមលូហើយម៉ោង2យប់បងឯងអូយឡើងក៏លួចឆ្កែលូឃើញខ្មោចវាខុសគ្នាត្រង់ថាម៉េចឆ្កែលូឃើញខ្មោចគឺវាលូម្នាក់ឯងហើយវាចាប់ដើមកតុយវាអត់បក់ទេកតុយវាបក់វាគឺវាលូបែបកលួចហ្មងបងបែបកលួចឡើងលើហ្មងលួចហ្មងហើយឆ្កែដែលវាថាលូចែចៅគ្នាហ្នឹងគឺវាលូមួយគឺវាតគ្នាលូមួយដល់តែថានេះលូអាឈ្មោះលូអញ្ចឹងគឺញីក្រោយវាលូតគ្នាអញ្ចឹងណាហើយសឹងកាលវាលូអង្គុយក៏វាលូដែរតែអាឆ្កែឃើញខ្មោចនេះគឺវាអត់អង្គុយទេវាឡើងឈរគឺខ្ញុំចំណាំអញ្ចឹងវាឡើងឈរមិនទៅវាឡើងបាទឈរជើង4លូយកហ្មងតែបើឆ្កែវាថាវារកគ្នាអញ្ចឹងគឺវាអង្គុយបាទវាអង្គុយធម្មតាលូធម្មតាបាទអង្គុយជើង2លូធម្មតាឬក៏ដេកលូបានដែរបាទដេកលូក៏បានដែរបងហ្នឹងដល់ពេលខ្ញុំឃើញឆ្កែហ្នឹងវាឈរលូខ្ញុំគាត់ថាអើយខ្មោចលងហើយដឹងអាលងមែនតើខ្លាយស្រាក់នៅលើវោពហិរបងឯងយំវាមិនវាតែមួយណាវាផ្អើទាំងអស់ហ្មងផ្អើទាំងអស់ហ្នឹងខ្ញុំចាប់ដើមមេខ្ញុំក៏គេថាដែរថារីលេងមែនតើនឹងរីឯងតាំងអារម្មណ៍ឲ្យធ្ងន់មែនតើតាំងអារម្មណ៍ឲ្យល្អហើយមួយទៀតស្មារតីក៏នឹងនៅកុំប្រេបដាស់ទៅណាឲ្យមូលហ្មងថាខ្ញុំនិយាយវាថាឥឡូវបងអូនឯងថាខ្មោចលប់លងអូនឯងបងក៏ធ្លាប់លងដែរអញ្ចឹងអញដឹងហើយថាវាមានសភាពបែបណាអញ្ចឹងយើង4នាក់គឺអត់មានរត់ចោលគ្នាទេយើងត្រូវនៅទាំង4នាក់ហ្នឹងតែម្ដងហើយអាមួយដែលនៅលើវាវាឃើញអញ្ចឹងវានៅក្រោមមេនវិញវាដេកនៅក្រោមមេនហ្នឹងតែម្ដងវាដេកនៅក្រោមមេនហ្នឹងហើយខ្ញុំធម្មតានៅកន្លែងដែលងឹងហ្នឹងគឺសាំងទឹកនោមខ្ញុំហើយគឺខ្ញុំអត់អាចដេកបានទេខ្ញុំស្រែងងឹងហ្នឹងចេញខ្ញុំក៏ចាប់ដើមទៅដេកនៅគៀនឡានហ្នឹងដែរហើយធម្មតាយើងសើមងឹងហើយមានកណាត់ណាក្រាដេកទៀតអាកេះឡាំងទឹកសុទ្ធយើងកេះឡាំងទឹកសុទ្ធកេះឡាំងវិជាអីហ្នឹងយើងក៏បាទក្រាលយកត្រូវមកគូតបានហើយអានេះផ្អែកយើងនេះខ្លួនបាទខ្លួននេះយើងផ្អែកលើត្រង់ឡានចេះផ្អែកដេកមកចំបក់ណាមកចំបក់ហ្នឹងគឺដេកទាំងអស់គ្នាបងហើយដឹងមកយ៉ាត់ដេកទាំងអស់គ្នាហ្មងគឺសំឡេងមួយចេញពីដើមពោហ្នឹងម្ដងសំឡេងមិនមែនថាអំពេកូនទេសម្លេងសើចបន្តិចបងសើច
សើចហ្មងសើចហើយខ្ញុំចាប់ដើមភ្ញាក់ព្រឹតដល់ពេលហើយយើងក៏កេះគ្នាថាម្ដងទៀតឥឡូវយើងកំហត់ចោលគ្នាអូនណាមុខស្ងួតហ្មងចង់យំអីបន្តិចបងអើយហើយពេលហ្នឹងយើងដើមមានតែដុតបានប្រហែលជាខ្ទង់ដល់50សពហ្នឹងនៅខ្ចីដែរ បាទ អញ្ចឹងក៏យើងចាប់ដៃគ្នាថាកុំចាប់ថាកុំរត់ចោលគ្នាអញ្ចឹងណាយើងសន្យាមួយគ្នាហ្នឹងហើយនឹងយប់ទី1ដល់ពេលស្អែកឡើងយប់ទី2យប់ទី2គឺដូរខ្ញុំដេកលើមេនម្ដងដោយដេកលើមេនម្ដងហើយអាឡ័យវាដេកនៅក្រោមមេនហើយគ្នាខ្ញុំមួយទៀតតែដេកនៅគៀនមេនហ្នឹងដែរប៉ុន្តែដេកចន្លោះចៃដីនៅចងជាប់មួយអានាងឡានអាធុងឡានមួយធ្នឹមចៃដីនៅគៀនហ្នឹងបង បាទ ចងជាប់ហ្នឹងខ្ញុំដេកលើមេនខ្ញុំអត់អស់ចិត្តសុទ្ធថាមិនក៏សពនឹងស្លាប់អញ្ចឹងហើយកូននឹងផ្ទៃទៀតខ្ញុំក៏ចាប់ដើមមានអារម្មណ៍ថាតក់ស្លុតហើយអាណិតគាត់មែនតែនបងអាណិតគាត់ ណាស់ដល់យប់ថ្ងៃទី2ទៀត បាទនឹងយប់ទី2នឹងយប់ទី2អាណិតសតអង្គុយមកស្ទុះអត់មានខ្យល់ទេបងយប់ស្ងាត់អត់មានខ្យល់ទេខ្ទង់ម៉ោង1ម៉ោងអីហ្នឹងគឺអត់មានខ្យល់ទេស្ងាត់មែនទេខ្ញុំសួរថាចេះអត់មានខ្យល់មិនភ្លើងទៀនគោអាឡុតទៀនគោលើក្តាមឈូសចិនណា អាទៀនកែវណា តាក់កោ បាទកែវធម្មតាគឺវាឆេះអស់មកយប់អីគឺវានៅពាក់កណ្ដាលហើយអញ្ចឹងខ្យល់មិនក៏វាមិនអាឡុតដែរហើយខ្ញុំសួរថាមិនអាឡុតខ្ញុំអង្គុយចេះអង្គុយភ្លឹបក្បាលម្លេចគាត់ហ្នឹងទៀតវាមាន4មានចុងជើង1ក្បាលម្លេច1ហើយមួយទៀតវានៅកណ្ដាលកដោះកណ្ដាលខ្ញុំឃើញអាឡុតភ្លឹបខ្ញុំក៏យកតែកេះដុតខ្ញុំស្មានថាខ្យល់វាវាយអញ្ចឹងណាខ្ញុំក៏យកតែកេះដុតយកតែកេះហ្នឹងមកដុតពឹបបានមកស្ទុះក្រោយចុះវិញអាឡុតចុងជើងមុនដំបូងអាឡុតនៅក្បាលម្លេច ក្បាលម្លេចបាទក្បាលម្លេចដល់ពេលខ្ញុំយកអាដៃកេះមួយទៀតដុតអាក្បាលម្លេចដល់ពេលចុះមកដល់ថ្នាក់ក្រោមគឺអាឡុតនៅចុងជើងវិញបែរទៅមើលលើអាឡុតនៅចុងជើងវិញអាឡុតចុងជើងខ្ញុំក៏ចាប់ដើមអារម្មណ៍ខ្ញុំអត់ស្រួលទេថាមកឥឡូវឡើងលើវិញទៅអញអត់ឡើងទេលោងចង់ឈឺអីហ្នឹងទៅលេងចង់រួចអីហ្នឹងបងឯងមើលស្រាប់តាអូរៀងខ្លាចយីនិយាយមិនខ្លាចមែនបើលេងចឹងហ្នឹងសូលញ័រខ្លួនហ្មងញ័រខ្លួនហ្មងភ័យហ្មងហើយដល់ពេលហើយហ្នឹងបងឯងហ្នឹងមកនៅពេលដែលអាទៀនហ្នឹងអាឡុតអាវាំងនូនយើងក៏ចាប់ដើមស្រែកចេញស្រែកបាំងមកឈូសហ្នឹងស្រែកបាំងមកឈូសហ្នឹងរហូតបាំងចឹងមាន4ទៅ4ស4ណាស មកស1វាំងនូន1មកស1វាំងនូន1អញ្ចឹងទៅយើងក៏ស្រែកអាមួយហ្នឹងបិទអាមួយទៀតអាមួយហ្នឹងបិទអាមួយទៀតកុំឲ្យវាតែលោសัตว์ទៀតអីឆ្មាអីវាឡើងមកវាកន្លងតែកន្លងធ្ងន់ឡើយកន្លងធ្ងន់គឺយើងក៏ចាប់ដើមបិទអាវាំងនូនហ្នឹងបិទអាវាំងនូនហ្នឹងមកឲ្យដឹងមកយត់ពេលដែលយើងស្រែកបិទគៀនមច្ឆាវត្តដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺមានមច្ឆាវត្តនៅគៀនហ្នឹងឲ្យដើមពោនឹងចៃដីខ្ទមអ្នកតាសួរថាមច្ឆាវត្តហ្នឹងពេលដែលគេបូជាហើយគេយកឆ្អឹងទៅណាបងបើធ្លាប់ដឹងអត់ ចាក់ចូលទលេ បាទចាក់ចូលទលេប៉ិនអត់ទេនេះគេអត់ទេចើកាលគេទុកកូននៅអាកន្លែងក្រោមមើលដើមពោហ្នឹងបង អូគេចាក់ធ្វើជី បាទគេទុកនៅក្រោមដើមពោហ្នឹងហើយខ្ញុំក៏មិនចាប់អារម្មណ៍ដែរថាឆ្អឹងខ្មោចដែរខ្ញុំក៏ទៅនោមនៅកន្លែងហ្នឹង ហើយទៅនោមដើមពោ ទៅនោមនៅកន្លែងកាច់ជ្រុងលបងចូលយើងមានវត្តមានលបងបើយើងអត់ទៅនោមនៅកន្លែងហ្នឹងយើងទៅនោមកន្លែងផ្សេងវាប៉ះពេលចៃដីគេអញ្ចឹងយើងក៏ច្រឡោះទៅនោមនៅកន្លែងហ្នឹងប៉ុន្តែយើងអត់ដឹងអារម្មណ៍ថាឆ្អឹងខ្មោចទេអត់ចាអារម្មណ៍ឆ្អឹងខ្មោចទេដល់ពេលយើងចាប់ដើមនោមពុបនេះសែកហ្មងឯងមើលមកហឹងអញ្ចឹងខ្ញុំនិយាយមែនអស់លីងហ្មងហត់ឡើងចូលឡានមែនហ្មង ដាច់នោមឯបង ដាច់បងនិយាយមិនដាច់មិនបើលេងមកហឹងអញ្ចឹងហ្នឹងខ្ញុំក៏ហត់ចូលក្នុងឡានមែនហ្មងអត់លោចូលឡានមើលភ្លឹបបិទទ្វារបិទអាទ្វារយើងហ្នឹងបិទភ្លឹបយើងទុកដល់ហ្នឹងហើយប្អូនខ្ញុំអាដែនវាធម្មតាវាក្មេងវាដេកយូរហើយហូងទី10ដែរវាដេកយូរវានៅក្រោមអាកន្លែងមេនហ្នឹងវាដេកយ៉ាងហ្នឹងវាចេះឆ្ងល់ថាសលេងកោងាត់យកមកពីណាសលេងកោងាត់យកមកពីណាសលេងកោងាត់បងកោងាត់យំប៉ុន្តែមិនយំលឺធំឯងកោងាត់ធំឯងលឺខ្សៅ អត់ដូចតំកើ បាទលឺខ្សៅអញ្ចឹងហើយអាដែនថាចេះតិចខ្មោចដឹងខ្លួនតិចឆ្លងទលេទៅយើងគិតផ្លូវល្អដែរ បាទតិចខ្មោចដឹងខ្លួនឆ្លងទលេទៅយើងក៏ហៅដើមបុនគេតែហៅលោកអាចារ្យខ្ញុំលឺសម្លេងកូនង៉ែតនៅក្នុងមជ្ឈុំហើយក៏ថាអត់ទេសពនឹងចាក់ថ្នាំអីហ្នឹង
ចាក់ដោយសារសព យើងទុក3យប់បងចឹងចាក់ឆ្នាំបាទ ថាពេលគេចាក់ឆ្នាំគេកាត់សរសៃដៃសរសៃជើងទៅ អាហ្នឹងខ្ញុំអត់ដឹងដែរបង អត់ដឹងដែរព្រោះអីគេខាងពេទ្យនោះយើងខាងអញ្ចឹងយើងអត់ដឹងទេតែលោកអាចារ្យគាត់ថាសពនឹងចាក់ថ្នាំឲ្យអូនសម្លេងកូនង៉ែតនឹងគឺលោងអណៃហើយច្បាស់អញ្ចឹងអត់សម្លេងកូនង៉ែតនឹងគឺលោងអណៃហើយឪយប់មិញអាងអាតេសនឹងវាអាកើតុកតាក៏លោងខ្ញុំហើយតែពេលទៅជំនុំក៏កាហែមដាក់ខ្ញុំឲ្យឯងគិតទៅលើគិតមិនលើឬបូជាមកបូជាល្ងាចហ្នឹងឬក៏បូជាយប់ហ្នឹងហើយមកឬក៏បូជាស្អែកឲ្យស្អែកថ្ងៃសិលទៀតស្អែកចង់ថ្ងៃសិលគេតំណថ្ងៃសិលដែរបងថ្ងៃសិលគេតំណដែរថ្ងៃសិលថ្ងៃសៅរ៍ថ្ងៃគីបាទអញ្ចឹងយើងក៏ធម្មតាឲ្យគេថាទុកឲ្យកើតអូនប្តីមកពីកូរ៉េយប់ហ្នឹងផងតែយប់មកដល់ម៉ោង 3:07 លឺបានគាត់មកដល់តែសពអញ្ចឹងណាហើយយើងក៏ធម្មតាទុកតាមដំណើរហើយញ័រអស់ហើយបងអើយក្បាលក៏ឈឺដែរក្បាលឈឺផ្ទុកយើងសម្រាប់បានគ្រប់គ្រាន់បាទ10យប់ហើយបងឯងមើលឲ្យលោងយ៉ាងទៀតហើយមួយដែលប្អូនយប់នោះគឺញាក់ខ្លាំងមែនតើវាញាក់នឹងងឹងញាក់ឡើងគឺមេនមកញាក់ចឹងញាក់ឡើងក៏តូនទៅឲ្យខ្ញុំដែរហើយយើងបុកពោះហងចង់ទៅផ្ទះឲ្យបន្តិចហងជួយយើងមិនដេកជុំគ្នាទេដេកជុំគ្នាមិនកើតបងដូចជុំគ្នាឧទាហរណ៍ថាបើសិនជាគេមានអ្នកមកលួចចឹងទៅគេលួចទៅបាត់បាទគេលួចបោះទៅបាត់ចឹងនិយាយថាចែកទៅចឹងយើងចែកទៅគ្នាយាមចឹងណាបើសិនជាគេមកខាងនោះក៏គេឃើញមនុស្សដេកគេមកខាងនោះក៏ឃើញមនុស្សដេកចឹងគេហ៊ានចូលលេចូលអត់មានបងប្អូនសាច់ញាតិខាងសັບអីគេនៅកដោគេមកបងគេមកប៉ុន្តែគាត់ណាគេមិនមកបានដិតដល់រហូតដល់កណ្ដាលយប់ចឹងទេគេមកតែក្បាលព្រលប់ម៉ោង6ម៉ោង7អីចឹងម៉ោង7ជាងគេទៅវិញតែប្រហែលជាតាមតំបន់ដែរតាមតំបន់ព្រោះអីយើងនៅភ្នំពេញគឺយើងកដោមកយប់ទូភ្លឺមកយប់ទូភ្លឺហើយមកឈូសអត់តន់យកឡើងទៅលើមេននេះរហូតដល់ថ្ងៃបូជាមិនយើងយកឡើងតែនៅនោះគេដាក់តកននៅលើមេនហ្មងគេពេលច្រើនខាងកំពង់ស្ពឺគេដំកននៅលើមេនហើយគេបូជាលើទៀតបងគេអត់បូជាលើគេអត់បូជាក្រោមទេគេបូជាលើខាងកំពង់ស្ពឺអញ្ចឹងបងប្អូនអ្នកមាននៅខាងកំពង់ស្ពឺគឺគាត់ដឹងហើយគាត់ដឹងហើយគាត់ថាទលៀមត្រឡប់ខាងកំពង់ស្ពឺគេបូជាលើខាងកំពង់ស្ពឺខាងកពតគេបូជាលើនឹងបើខាងតកៅយើងមានតាមតំបន់ដែរខាងតកៅគឺនៅខាងប៉ែកខាងជើងទីរោងខេត្តគេបូជាលើគេកន្លែងបឹងមួយបងហ្នឹងកន្លែងម្ដុំហ្នឹងគេបូជាលើហើយបើនៅខាងកំពង់ស្ពឺគេបូជាលើសង់ទាំងអស់ហើយខាងកពតក៏គេបូជាលើខាងទាំងអស់ដែរសង់ទាំងអស់ដែរអញ្ចឹងយើងក៏សម្រេចចិត្តថាទុកនៅនឹងមួយយប់ទៀតតែម៉ោង 3:07 លឺប្តីគាត់មកដល់យំបងយប់ទី2បាទយប់ទី2យើងប្តីគាត់មកដល់ហើយមកដល់ម៉ោង 3 បាទម៉ោង 3 ភ្លឺហើយឃើញយំមែនតែនយំហើយគាត់យកសពឃើញថាប្រពន្ធគាត់នឹងអត់ទៅណាឆ្ងាយពីកន្លែងមីននឹងទេអត់ទៅណាឆ្ងាយពីកន្លែងតុក្កតាដែលទិញទុកឲ្យកូននឹងគាត់ហ្នឹងទេគាត់ទៅណាឆ្ងាយគាត់យកសពច្បាស់ណាគាត់ថាប្រពន្ធគាត់ហ្នឹងគឺនៅកវ៉ែនៅគៀនហ្នឹងគាត់អត់អស់ឡាយគាត់ថានៅកវ៉ែនៅគៀនហ្នឹងតែម្ដងនៅកវ៉ែអញ្ចឹងមិនថាមិនក៏តុក្កតាហ្នឹងវាចេះលេងចេះឲ្យដល់ពេលខ្ញុំច្រឡឹងមើលយូរមែនតើគឺស្គប់ឲ្យអាទៀនហ្នឹងវាធ្លាក់អាកន្លែងនេះហ៎អាកន្លែងចុងជើងអត់ទេមិនកន្លែងចុងជើងអាកន្លែងគេដាក់សែនរូបថតសែនហ្នឹងវាអត់មានធ្លាក់នៅហ្នឹងហ្មងបាទវាមានធ្លាក់នៅហ្នឹងអញ្ចឹងបានខ្ញុំចេះឆ្ងល់ទៅអូអញ្ចឹងតាបានចេះលោងខ្លាំងមែនតើអញ្ចឹងតាហើយយើងក៏ធម្មតាយើងដេកទៅហើយប្តីគាត់យំខ្លាំងហ្មងអូយំមែនតើយំបោកខ្លួនបាទយំថាដាច់ចិត្តទៅចោលគាត់ដាច់ចិត្តទៅចោលគាត់ខំធ្វើការខំត្រៀមលុយត្រៀមអីដើម្បីសម្រាប់ប្រពន្ធសម្រាប់មកអញ្ចឹងណាគាត់ចុះកូនដបងបងអើយហើយកូនដបងព្រោះទៀតឮថាចេះជំងឺហ្នឹងគឺអត់យកប្តីបានទេហើយក៏អត់យកកូនបានដែរបងឯងធ្លាប់ឮអត់ធ្លាប់ឮហើយជាជំងឺបេះដូងបាទហ្នឹងហើយអូបេះដូងនេះត្រូវហើយបាទឮថាខ្សោយបេះដូងអីបាទគេមកហែហើយខ្ញុំចេះឆ្ងល់ថាអូមិនក៏ហើយសពនឹងស្លាប់ទាំងពោះធំអញ្ចឹងហើយមានបញ្ហាអីមែនគាត់ថាគាត់នឹងមានជំងឺបេះដូងហ្នឹងបងជំងឺបេះដូងហ្នឹងគឺយកប្តីក៏អត់បានចាហើយយកកូនទៀតក៏អត់បានដែរសំបីសង្សារក៏គេអត់ឲ្យយកដែរព្រោះអីខ្លាចទៅពេលដែលខូចចិត្តទៅគឺបេះដូងហ្នឹងគៀងហ្មងបាទអញ្ចឹងបាទហើយជាអាចជំងឺហ្នឹងធ្លាប់មានអ្នកខលចូលរួមកម្មវិធីខ្មោចមានពិតដែលគេនិយាយពីរឿងជំងឺបេះដូងហ្នឹងអាចឲ្យយកគ្រួសារឬក៏យកសង្សារបានទេហើយកូនហ្នឹងគឺសុខចិត្តសម្រាប់ខ្លួនហ្មងពួកអីអត់ដឹងថាហូរដើម្បីអីទៀតណាមានបងមានស្លាប់ច្រើនបងខ្ញុំបូជាជួបតែញឹកទេអញ្ចឹងប៉ុន្តែគាត់ថាអត់ដល់ដំកល់ចឹងទេទៅលើកដំបងឯងកល3យប់ចឹងដល់ពេលហេតុការណ៍ហ្នឹងហើយស្អែកឡើងដល់ពេលព្រឹកហើយយើងធ្វើពិធីអីតាមទំនៀមទម្លាប់យើងពិធីគឺប្តីសពហ្នឹងគឺគាត់មកកំដរមួយថ្ងៃហ្នឹងពេញហ្មងគាត់អត់ទៅណាគេគាត់នៅយំដល់បោកចង់ស្លាប់ហ៎បងយំសូម្បីតែខ្ញុំអារម្មណ៍ខ្ញុំអ្នកមានកូនហ្នឹងមានអារម្មណ៍ថា
សំណោះ បាទសំណោះឲ្យហូតទឹកភ្នែកចង់ហូតទឹកភ្នែកតាមគាត់សំណោះមែនតើហ្ម អា ង ណិត បាទហើយយំឲ្យខាងម្ដាយគាត់ហ្នឹងចេះគាត់សន្លប់ 3 4 ដងមួយថ្ងៃមើលគាត់ថាសន្លប់ 3 4 ដង អូមានណាគេទទួលយកបានទេ បាទហើយ កូនក្នុងផ្ទៃទេ គាត់ ណា គាត់ពេលដែលគាត់យំហ្នឹងណាដឹងមកយត់បងយំហ្នឹងគាត់អោបអាតុក្កតាអាតេះហ្នឹងបងអាតុក្កតាអាតេះគាត់ហ្នឹងគាត់យំបាទបាទ ទុក គាត់ ឲ្យក យំ កូន អោបថាអាតេះនេះប៉ាទិញទុកឲ្យកូនពេលកូនធំឡើងហើយអាតេះមួយទៀតប៉ាទិញទុកឲ្យកូនធំឡើងខ្ញុំនិយាយមែនខ្ញុំសងយំតាមគាត់ទេបងសងយំតាមគាត់ព្រោះអីមើលទៅទស្សនវិជ្ជាបែបហ្នឹងគឺវាពិបាកមែនតើអារម្មណ៍ខ្ញុំគឺជាឪពុកវាពិបាកបងអើយមែននិយាយមែន សំណោះសោក បាទ ស្ដាយ បាក់ទទួលយកអារម្មណ៍ហ្នឹងណា សម័យអត់ចាញ់ទេ បេះដូងមួយដែលលក្ខណៈថាខ្ទេចចាស់ ហ្នឹងហើយហ្នឹងហើយហ្នឹងហើយ ជាយើងក៏ ហើយអាខ្នាយអោបគាត់ហ្នឹងបង បាទ អាខ្នាយអោបគាត់ហ្នឹងគឺគាត់អាខ្នាយអោបកូនក្មេង អាទូច បែ ទូ ប ច នេះ ហ្នឹង បាទគឺគាត់យកមកដាក់កាយដៃគាត់ចេះ អូយខ្លោចចិត្តហ្មង ពិបាកខ្ញុំនិយាយមែនទស្សនវិជ្ជាបែបហ្នឹងគឺយំយំមែនតើបងទឹកភ្នែកហូរអត់ដឹងខ្លួនទេបងហើយខ្ញុំសម័យឃើញកូនខ្ញុំនៅផ្ទះបើសិនជាធ្លាក់មកលើខ្ញុំវិញខ្ញុំតើឲ្យខ្ញុំទៅមិនចេះបង វាដូចគ្មានអីប្រៀបបាន អារម្មណ៍ឈឺចាប់មួយហ្នឹង ពួក ហើយពិបាកមែនណាអាកាហើយដែលគាត់ត្រូវទិញទុកចាក់កូនងាត់ត្រូវមានអាកាបង គេធៀបសម្រាប់ បាទ របស់ មាន ធៀប អូ សម្រាប់ មាន អាកា មានដោះគោ មានដល់គោមានអាកាគាត់តដាងអាវកូនគាត់បងគាត់តដាងអាវកូនគាត់ចេះហើយខ្ញុំពិបាកមែនតើបងគាត់ជុំនឹងបោកខ្លួនគាត់ថាកូនប្រពន្ធបាត់អស់លីងឃ្លាតពីគាត់អស់លីងនៅសល់តែម្ដាយតែគាត់អីទៀតបើគាត់ខំធ្វើការនៅប្រទេសខាងកូរ៉េនោះខំសន្សំឲ្យប្រពន្ធសម្រាប់ខំសន្សំទុកថ្ងៃអនាគតកូនអញ្ចឹងណាបងហើយដល់ពេលឲ្យមកបែកបាក់គ្នាត្រឹមហ្នឹងគឺមានអារម្មណ៍ថា ទទួលយកអត់បានទទួល ចាប់ យក ខ្លាំងមែនតើគាត់តដាងអាវកូនង៉ែតហ្នឹងបងតដាងហើយតដាងហើយអាកំប៉ុងដោះគោហ្នឹងគាត់ចាក់ទឹកអាកំប៉ុងដោះគោហ្នឹងគាត់ចាក់ទឹកអាក្នុងកំប៉ុងហ្នឹងគឺដាក់នៅមុខថតហ្នឹងទៀតចាក់ឆុងណា ចៅឆុងឲ្យកូន បាទគាត់ចាក់អាហ្នឹងឆុងហើយគាត់ធ្វើចឹងហើយនេះកូនបើអើកូនបើហើយគាត់មានហើយពិបាកខ្ញុំឃើញពិបាកមែនខ្ញុំសូមឲ្យតាអាគ្នាខ្ញុំណែត្រូវខ្មោចលោគឺផ្សាយចិត្តអាដែនប្អូនខ្ញុំវាថាបងខ្ញុំទុបអារម្មណ៍មកបានទេខ្ញុំសុំទៅដេកមុនទៅអារម្មណ៍បានហើយខ្ញុំនឹងអង្គុយមើលគាត់នឹងអង្គុយមើលគាត់ យើងគេអាណិតគ្រប់គ្នាអញ្ចឹង បាទអាណិត ខ្ញុំគិតថាគេយំសឹងគ្រប់គ្នា បង មក ហែមកសុំឲ្យតាសិស្សសាលាជួយហែសុំឲ្យសិស្សសាលាជួយហែក៏យំដែរ ធម្មអត់បាន បាទត យក បានហើយអ្នកកាន់រូបថតដែរអ្នកកាន់ក្មេងអ្នកកាន់អើយនេះអ្នកកាន់អើយតែក្មេងបាទក៏គេយំដែរគេសំណោះមែនតើបង អូយ បាទគេចងមួយអាខ្សែអើយគេហៅថា ស៊ីម៉ា ស្បូវឃ្លាំងហែសពបាទគេចងអាស្បូវឃ្លាំងជាមួយនឹងអើយអាតេះហ្នឹងចងអាស្បូវឃ្លាំងជាមួយនឹងអាតេះហ្នឹងហើយមួយទៀតកងមកខាងទៀតហើយចងសោកជាមួយនឹងអាកថកកអាវហ្នឹងគឺបតោជាមួយនឹងក្តារមកឈូសមកតែម្ដងខ្ញុំគ្រាន់តែឃើញអាតេះហ្នឹងព្រាខ្ញុំអារម្មណ៍ខ្ញុំក្តុកក្តួលមែនទែនខ្ញុំថាអូបាត់បង់ម្ដងនេះគឺលេងវិលត្រឡប់មកវិញហើយ ហើយសំខាន់យើងអ្នកដតីហ្នឹងណាយើងគ្រាន់ស្ដាប់ប៉ុណ្្នឹងឯណាចុះអ្នកឃើញផ្ទាល់ចុះតំណម ខ្ញុំសុំទោសបាទ មិនចាស់សាច់រឿង សុំទោសដល់ខាងដើមបនគ្រួសារសពបងដែរខ្ញុំលើករឿងនេះបាទអាចជាប៉ះពាល់អារម្មណ៍គាត់ទៀតហើយព្រមទៅបើសិនជាឃើញវីដេអូសូមអធិស្ឋានបងនេះដោយសារជារឿងពិត ហើយក៏សូមចូលរួមសោកស្ដាយដល់គ្រួសាររបស់បងស្រីដែលគាត់បានទទួលមរណភាពនិយាយទៅគឺគាត់វាគួរឲ្យសំណោះហើយវាជារឿងដែលឈឺចាប់ហ្មងណាសម្រាប់អ្នកដែលធៀមនឹង សម្រាលបង សម្រាប់ហើយ ទទួលសមាជិកថ្មី ថ្មី ភ្លោះ ត្រូវគ្រួសាររីករាយណា បាទហើយ បងប្អូនគ្នា ខ្ញុំឮម៉ែគាត់និយាយគាត់ថាមួយថ្ងៃគាត់ងាតែពោះគាត់ទេ ស្រឡាញ់ ស្រឡាញ់ បា ណាស់ ទកូនដបូ ហើយខោអាវដែលគាត់បត់ទុកហើយគាត់លើកម្ដងទៀតបត់ម្ដងទៀត អូយ គាត់និយាយរៀបរាប់នៅហ្នឹងថាអូនប្រពន្ធហែងអាខោអាវដែលយកអាបត់ហើយពីក្នុងកត្រកហ្នឹងហើយយកមកបត់ម្ដងទៀតហើយយកមកអោបដាក់មួយពោះហ្នឹងគឺស្រឡាញ់កូនមែនទែន អូយ បាទហើយកូនហ្នឹងស្រីមួយប្រុសមួយទៀតបង ខ្ញុំយកអារម្មណ៍ហ្នឹងព្រោះដោយសារតែខ្ញុំធ្លាប់មានកូនដែរកូនដំបូងហើយមួយទៀតមនុស្សគាត់មានជំងឺប្រចាំកាយគេហាមអត់ឲ្យមានគ្រួសារតែគាត់តស៊ូមានគ្រួសារហើយមានទង្ងន់ទៀត ដោយសារ អញ្ចឹងគាត់អាចគិតថាគាត់ឆ្លងកាត់ហើយគាត់ចិត្តអាចជួបមុខកូនបានទៀត បាទ តែវាអត់មានវាអត់សមណាស់ដែលត្រូវមានរឿងសោកស្ដាយដល់ថ្នាក់ហ្នឹងអញ្ចឹងណា តែលើយើងគិត ចា ជាផ្លូវល្អវិញហេតុអីយើងនិយាយអាចនឹងបងប្រុសឃើញគាត់អាចនឹងនឹកឃើញភាពជឿចាប់របស់គាត់ប៉ុន្តែបើយើងមើលផ្លូវល្អវិញវាជាសារដាស់តឿនមួយដ៏ល្អសម្រាប់បងប្អូនដែលមិនអាចមានគ្រួសារបានមិនអាច បាទ
មានបត្រាបត្រីបានចឹងសូមប្រុងប្រយ័ត្នឲ្យមែនតែនឬក៏យើងទៅរកពេទ្យណាព្យាបាលឲ្យដិតដល់មែនតែនខ្ញុំប្រហែលជាយើងអាចមានឱកាសណាមួយដែលអាចមានបត្រាបត្រីដូចគេបានចឹងយកចិត្តទុកដាក់ឲ្យមែនតែនបាទ ចា បើសម្រាប់ខ្ញុំធ្លាប់បូជាសពគឺជួបច្រើនដែរជួបច្រើនដែរជួនកាលគាត់មានកូនមួយខែវិញក៏ស្លាប់មានកូនមួយខែជួនកាលគាត់អត់ទៅមានកូននេះក៏ស្លាប់ដែរអញ្ចឹងយើងបូជាច្រើនតែម្ដងនេះគឺធ្ងន់មែនទែនរហូតដល់ភ្លោះរហូតដល់កូនភ្លោះ2ស្រី1ប្រមួយ ទំលើកទី1បូជាភ្លោះហ្មង បាទភ្លោះហើយគឺកំណត់ទុក3យប់គឺទំលើកទី1ទេប៉ុន្តែតម្កល់ផ្សេងគឺអត់សពបែបហ្នឹងទេគឺសពធម្មតាអញ្ចឹងទៅជួនកាលគេខាងទូធាអញ្ចឹងគេចង់ទុកលើមេនអញ្ចឹងណាបងអញ្ចឹងយើងក៏កំណត់ធម្មតាអញ្ចឹងទៅហើយម្ដងនេះគឺលេងមែនតែនទាំងលងទាំងសំណោះខ្លួនខ្ញុំនិយាយនឹងញ័រធុងបងអើយដោយសារក្តុកក្តួលពេក ខ្ញុំគិតថាដល់អ្វីដែលយើងបានឃើញហ្នឹងលែងឲ្យយើងខ្លាចបែរជាអាណិតគាត់ អាណិតបង អាណិតខ្លាំង អាណិតមែនទេដោយសារតែខ្ញុំមានកូនណាកូនឥឡូវខ្ញុំកូនខ្ញុំ3ឆ្នាំហើយអញ្ចឹងខ្ញុំមានកូនគឺខ្ញុំដឹងខ្ញុំយកអារម្មណ៍មួយនឹងច្បាស់មែនទេ ចិត្តជាឪពុកគេ បាទយកអារម្មណ៍មួយនឹងហើយម្ដាយគាត់ខាងម្ដាយក្មេកខាងសពហ្នឹងគាត់ធៀមឲ្យអាកាទីដែលត្រូវងឹងដែលត្រូវអាងឹងយើងចុចតេឡេនេះហ៎ នឹងអូតូ បាទអូតូគាត់ធៀមសម្រាប់ចៅគាត់ដែរហើយខាងម្ដាយខាងកូនសពហ្នឹងម្ដាយបង្កើតគាត់ហ្នឹងក៏ធៀមខោអាវធៀមម្សៅអីត្រូវលាបត្រូវអី និយាយទៅ ទាំងអស់ហ្មងនិយាយទៅ ខ្ញុំគិតថាចិត្តដល់ថ្ងៃដែលកើតហ្មង បាទ បានគេទិញអីវ៉ាន់មុនរបស់ជឿធម្មតាគេមិនដែលទិញ2 3ខែទុកមុននេះគេទិញ1ខែឬកន្លះខែមុន ពីគៀកចូល7ខែ ហ្នឹងគេ បាទអាចបាក់ហ្នឹងបងបាក់ហ្នឹងព្រោះអីគាត់រៀបចំឲ្យអស់មកសម្ភារៈមកសេតមកនេះឲ្យប្តីគាត់ហ្នឹងគាត់ថាពេលដែលប្រពន្ធឆ្លងទលេហើយគាត់នឹងសុំច្បាប់មកវិញមកមើលកូនបាទមកមើលកូនប៉ុន្តែអកុសលអីគឺប្រពន្ធគាត់គឺបាន វាចាក់លោក បាទចាក់ឲ្យអញ្ចឹង ហើយខ្ញុំគិតថាប្តីគាត់ក៏ទៅដែរ ទៅប្រហែលជាខ្ទង់ប្រហែលជា5ខែហ្នឹងបង ហ្នឹងហើយប្តីគាត់ទៅទេ ខ្ទង់5ខែអញ្ចឹងប្តីគាត់នោះគាត់ថាឮថាប្រពន្ធខូចព្រាមបងអើយធ្វើការមានកើតណា ហើយគាត់ក៏អាចបន្តការងារនៅកន្លែងបានដែរ គាត់សុំមក ហើយគឺគេប្លែកដូចអាហ្នឹងដូចជាប្លែកលីហ៎ឬក៏ត្រូវប្រឡងឡើងវិញអីចឹងណានិយាយទៅបោះបង់ឱកាសការងារចោល បាទអញ្ចឹងក៏គាត់មកវិញអញ្ចឹងទៅយើងអ្នកមានក៏ធម្មតាដល់តែគេយើងកលទុកតាមចិត្តដើមបុណ្យណា បាទ យើងបានយកក៏បានដែរឲ្យតាគាត់ព្រមទុកអញ្ចឹងទៅ ចាក់ឲ្យចាក់ថ្នាំចាក់អី រ ចឹង ហូត ទៅ ដល់យប់ទី3បងយប់ទី3ហ្នឹងការបូជាសពហ្នឹងគឺខុសគ្នាចេះត្រង់ថាខ្ញុំឲ្យដើមបុណ្យហ្នឹងទៅទិញដូងទុំយើង បាទ ដូងទុំហើយនឹងស្លឹកតយអាតយយើងដែលធ្វើមកអែមលើអីហើយដូងទុំយើងហ្នឹងយកមកដាក់នៅក្នុងឡហ្នឹងម្ដងកុំឲ្យវាស្ងៀម បាទ ដូងទុំយើងហើយនឹងស្លឹកតយយើងដាក់យកមករៀបដាក់ក្នុងឡហ្នឹងកុំឲ្យវាស្ងៀម ដាក់ទាំងមូលហ្មងទៅ អត់ទេវាយវាចេញបងពេលដែលយើងវាយវាហើយយកទឹកវាចេញវានៅក្នុងឡហ្នឹងណាបងវាយើងដាក់ក្នុងឡហ្នឹងចូលទៅវាដុតទៅវាឆេះដូងទៅវាឈ្ងុយហើយវាឈ្ងុយហើយអាស្លឹកតយក៏វាឈ្ងុយហ្នឹងវាអត់មានធំក្លិនឈាម កុំឲ្យគាត់ធំក្លិនខ្លាំងបែក ឈាមអញ្ចឹងយើងក៏បូជាបងអើយសម្រែកទៅហូរយំមកបងសម្រែកទៅហូរយំពីគ្រួសារនៃសពចង់និយាយថាស្លាប់4នាក់ប្តីម៉ែក្មេកម៉ែបកើតប្អូនចង់និយាយថា4នាក់ហ្នឹងគឺស្លាប់ហ្មងបោកខ្លួនហ្មងចូលពេលដែលយើងបូជាពេលដែលថ្មីពេលដែលកូនកដុលវាហត់ចូលថ្មីវាយំអាហ្នឹងរុនធត់ ហ្នឹងហើយគាត់ថាយំពុកស្អែកអូនអើយមកវិញមកអូនមកវិញមកខ្ញុំគ្រាន់តែលឺអញ្ចឹងខ្ញុំនិយាយមិនខ្ញុំញ័រខ្លួនហ្មងញ័រខ្លួនហើយបូជាកើតទេបងអើយពេលដែលយើងបូជាហើយបូជាខ្ទង់ហើយជាចិត្តអស់បងបើឲ្យដឹងមកយត់កូននៅក្នុងផ្ទៃហ្នឹងគឺខ្ញុំឃើញស្រស់ហ្មងចុះឆេះអស់បងឃើញកូនង៉ែតយល់ទៅថាខ្ញុំក្តុកក្តួលមែនតើហ្មងឃើញកូនដូចថាអោបគ្នាបងឯងមើល កូនហ្នឹង បាទវានៅក្នុងផ្ទៃហ្នឹងហ្មងវានៅក្នុងផ្ទៃហ្នឹងហើយពេលជើយើងមានឡចេះបិទដាំងចេះហើយយើងមិនមើលដល់ពេលវាឆេះអស់បងឯងហ្នឹងមកយត់ឆេះអស់សាច់ពោះហ្នឹងទៅគឺវានៅកូនចងាងហ្នឹងហ្មងអួយបងអើយបបាក់មែនតើបងក៏ឃើញទិដ្ឋភាពហ្នឹង ចង់អួតតាមកូនដែរ ខ្ញុំធ្លាប់មានកូនគឺខ្ញុំឃើញកូនអាចងាងហើយវាអោបគ្នាបងវាអោបគ្នាហើយឆេះដៃឆេះជើងឲ្យចងាងខ្ញុំនឹកឃើញកូនខ្ញុំហ្មងនឹកឃើញកូនខ្ញុំបើសិនជាមានបញ្ហាអីវាអញ្ចឹងគឺវាបាបងខ្ញុំអារម្មណ៍ថាដាក់ភ្លុកដាក់បូជាធ្លាប់បូជាគេផ្សេងហើយបើបូជាគាត់ឃើញស្រស់អញ្ចឹងមានអារម្មណ៍ថាវាពិបាក
បើទទួលយកតោះថាយើងមានកូនណាបងមានកូនឲ្យឃើញអញ្ចឹងវា ទទួលយកបាន បាទទទួលយកបានទេសូម្បីតែឪពុកគាត់ដែលគាត់មកអើតមើលគាត់តែអើតមើលពឹបកាំងបេះដូងហ្មងត្រឡប់ទឹងហ្នឹងហ្មងអញថាបងខ្ញុំសុំទោសបងខ្ញុំអត់មានចេតនាថាទៅស្កើស្គៀលអីទេតែខ្ញុំកាយឲ្យងើកវាតែកាយឲ្យងើកហ្នឹងគឺវាធ្លាក់កូនហ្នឹងហ្មងវាធ្លាក់អាកូនមួយដាច់ពីគ្នាហ្នឹងធ្លាក់មកទុតនៅក្រោមហ្នឹងហ្មងបងឯងមើលហ្នឹងមកយត់ម្ដាយគាត់សុំខ្ញុំមកអូនឯងគុំធ្វើអីស្ព្រេផ្ដាស់អត់ទេអ៊ំខ្ញុំអត់ទេបងអ៊ំឲ្យចិត្តកែមកនៅមកខាងឆេះតាមសម្រួលហ្មងហើយខ្ញុំយកអាឈើតម្រៃយើងហ្នឹងបងយកអាឈើតម្រៃយើងហ្នឹងយកទៅចើគៀបយកឡើងដាក់លើពោះគាត់វិញឲ្យវាឆេះតាមសម្រួលបង គៀបដូចសាច់យើងជ្រុះពីចក្រានលើកដាក់លើយើងចាំវ៉ែបងយើងចាំវល់សាច់អាំងអញ្ចឹងខ្ញុំយកអាឈើអាស័យហ្នឹងយកទៅគៀបចេះទៅគៀបឲ្យចាប់ដាក់លើពោះគាត់វិញអូយកអាណាធំណាបាទចាប់ដាក់លើពោះឲ្យអូនខ្ញុំហ្នឹងវាឃើញវាហ៊ានបូជាទេ 3 4 នាក់គឺវាហ៊ានបូជាទុកឲ្យខ្ញុំថាឯងធ្វើបាបអញមែនអញមានកូនហើយអញឃើញចឹងទៀតមានអារម្មណ៍មកទៅយើងមិនខ្លាចទេប៉ុន្តែយើងអាណិតបាទអាណិតមែនតើវាឈឺចាប់មកឈឺចាប់ហ្មងឈឺចាប់ខ្លាំងមែនតើបងពេលដែលខ្ញុំកាយឲ្យងើកបើដឹងមកយត់ខ្ញុំយកឈើយើងទៅកាយឲ្យងើកចេញពេលដែលទៅកាយឲ្យងើកចេញវាឆេះកូនហ្នឹងដាច់ទងសុកពីគ្នាបងវាធ្លាក់មកមួយពុបនៅលើអាកន្លែងឈើខ្ញុំកាយពុកហើយទៅកូនប្រប៉ាន់កពួនជើងខ្ញុំហ្នឹងបងឯងមើលអូធំហីឃើញអត់ខ្ញុំប្រប៉ាន់កពួនជើងខ្ញុំបងប្រប៉ាន់កពួនជើងហើយក្បាលប្រប៉ាន់ថាណៃដៃអោបទេញមកអោបធុងមកខាងកងាងមកខាងចេះហើយជើងទេដូចកែបចឹងបងគាត់តែឃើញបាទទទួលយកហើយខាងប្តីគាត់ហ្នឹងគាត់តែឃើញកូននឹងយំឃើញកូននឹងស្លាប់ហើយម៉ែអត់ហ៊ានមកមើលទេកាលមកមើលដឹងតែកាំងបេះដូងស្លាប់ម្ដងទៀតហើយដឹងតែស្លាប់ហ្មងបងបើអត់ឃើញហ្មងអត់អីទេនេះឃើញមុខកូនតែឃើញក្នុងជាលក្ខណៈថាសពហើយបាក់តួយកខ្ញុំបូជាអើយធម្មតាសពចឹងគឺពិបាកបូជាត្រង់ថាឃើញស្រស់ពេកបងឃើញកូនចឹងគឺខ្ញុំពិបាកបូជាខ្ញុំសុខចិត្តឲ្យឆេះតាមសម្រួលបើកន្លែងណាអត់ឆេះខ្ញុំសុខចិត្តយកឈើហ្នឹងរុញអាងើកចូលឲ្យឆេះកន្លែងចឹងអត់ហ៊ានប៉ះទេពូខ្ញុំខ្លាចមែនទែនខ្លាចហើយមានអារម្មណ៍ថាអើយអាណិតក្មេងហ្នឹងហ្មងបើសិនជាគ្នានៅហើយយកទៅឈើទៅប៉ះចឹងតើគ្នាឈឺមិនយើងឈឺមិនហើយចុះបើសិនជាស្លាប់ហើយយើងយកទៅប៉ះចឹងទៀតមានអារម្មណ៍ថាពិបាកនិយាយបងខ្ញុំពិបាកនិយាយមែនតើគ្នាអត់បានឃើញពលឺថ្ងៃផងបាទហើយពីឲ្យមួយទៀតធ្លាក់នៅហ្នឹងហើយមួយទៀតនៅជាប់អាសាច់ពោះគាត់ឆេះមកខាងជាប់កវៀននៅហ្នឹងហើយមួយទៀតធ្លាក់មកកន្លែងមាត់ឡងបើសិនជាខ្ញុំអត់មើលអាចនឹងធ្លាក់នៅកក្រោមបើសិនជាខ្ញុំអត់ទៅមើលអាចវាធ្លាក់មកក្រោមប៉ុន្តែខ្ញុំចេះមើលតខ្ញុំបើកអាកម៉ូបឡហ្នឹងមកមើលមកវាកេះអាងើកហ្នឹងចេញមកវាធ្លាក់មកហើយហ្នឹងបងចឹងបានន័យថាបើធ្លាក់មកក្រោមដុតឆេះទៅតូយកដុតឡើងវិញបាទដល់ចាប់ឡើងវិញហើយខ្ញុំចាប់មិនម៉ោង 8 បានបូជាចង់អស់ម៉ោង 8 8យប់បងអត់ទេ 8 ព្រឹកបងយើងបាទយើងបូជាម៉ោង 8 យប់ហើយចិត្តម៉ោង 8 ព្រឹកបានអស់12ម៉ោងបាទខ្ញុំរូមេនហើយអស់ហើយនៅសតតឡឯងអត់ហ៊ានចង់ថាវាពិបាកបូជាបង50 60ខ្មោចហើយបើជួបប៉ះខ្មោចនឹងទៀតប៉ះសពនឹងទៀតគឺវាពិបាកបូជាមែនតើអារម្មណ៍មួយអាណិតអារម្មណ៍មួយទៀតវាក្តុកក្តួលអារម្មណ៍មួយទៀតនៅឃើញថាខ្លួនឯងមានកូនអញ្ចឹងបើសិនជាអញ្ចឹងទៅវាពិបាកមែនទែនបាទយោអញ្ចឹងយើងក៏ចាប់ដើមពុះមានអីរហូតដល់ម៉ោង 8 កន្លះយើងក៏អស់ហើយបងអស់ហើយលីងបងចង់ថាអស់អារម្មណ៍បូជាបងសូម្បីតែគេហៅបូជាទៀតក៏អត់ទទួលគេដែរបងបាក់ខ្លាំងបាទអស់អារម្មណ៍បងតែរងទី10ហើយយើងមកប៉ះចុងក្រោយហ្នឹងគឺវាធ្ងន់មែនទែនបងវាធ្ងន់គឺពិបាកមែនតើយើងអាចនិយាយថាបាក់មិនបាក់ដោយសារខ្លាចទេយើងទទួលយកអារម្មណ៍អាគេបែកបាក់គ្រួសារនៅភ្នែកពេកទេបាទវានៅរន្ធត់រឿងដែលកូនវាឆេះឲ្យឃើញតបភ្នែកទេបងហើយចូលយើងធម្មតាយើងមានដបូជាក្តារចិនយើងអត់ដាក់អុសហ្នឹងខ្ញុំមានដាក់អុសណាខ្ញុំក៏បាទខ្ញុំអត់ទេខ្ញុំក៏អត់ខ្ញុំមកដាក់ដែរបូជាលេតហ្នឹងបងលេតហ្នឹងក្តារចិនពេលដែលយើងដាក់ក្តារហ្នឹងទៅយើងអត់ប្រើអុសខ្ញុំប្រើតាកតិចអុសដែលត្រូវកាត់មីភ្លើងត្រូវកាត់ចុះក្តារចិនបងក្រាស់ប៉ឹកអីហ្នឹងយើងបើយើងដាក់អុសទៀតខ្លាចវាឆេះច្រើនទៅវាអត់មានឆ្អឹងហើក្តារមឈូសហ្នឹងបាទក្តារបូជាមឈូសបាទតាមមឈូសហើយយើងអត់ដាក់អុសហើយអញ្ចឹងឲ្យឆេះតាមជាមួយទៅដល់ពេលយកឆេះក្តារអុសហ្នឹងទៅវាឃើញសពនឹងទាំងទៀតខ្ញុំហើយបាយក៏អត់ចូលដែរបងអើយបាយចូលមកដល់ផ្ទះអាណិតបាទអូខ្ញុំពេលដែលបងនិយាយខ្ញុំស្មើសម័យអាបងកេះអីហើយធ្លាក់អីមកអីហ្នឹងអូបាទចង់ថារឿងនេះ
បងប្អូនដែលស្ត្រីដែលមានផ្ទៃពោះសូមកុំមើលកុំទស្សនាអីខ្លាចប៉ះពាល់អារម្មណ៍មែនតើហើយប៉ះពាល់ហើយអត់តន់ចប់ឯបងរឿងនេះគឺនៅទៀត អញ្ចឹងសាច់រឿងមិញហ្នឹងអត់តន់ចប់ទៀត អត់តន់ចប់ឯបងព្រឹកលំឡើងយើងរូមេនោះអីហើយអញ្ចឹងទៅយើងនៅតឡទេហើយអ៊ំមួយដែលគាត់ត្រូវយកអាម្ហូបអាហារដែលយើងខ្ញុំត្រូវហូបយាមមកបងយាមមកយប់ដំបូងគាត់យកបបរមកម៉ោង9យប់ម៉ោង10បណ្ដប់ហ្នឹងគឺគាត់យកបបរខ្ញុំហូបខ្លាចហេវគាត់យកបបរទឹកផ្លែឈើអីហូបនេះគាត់ក៏ប្រាប់ខ្ញុំព្រឹកលំឡើងគាត់ប្រាប់ខ្ញុំមកកន្លែងរូមេអូនពូឃើញអាតុក្កតាដែលនេះហ្នឹងអាតុក្កតាដែលអាតេះក្មេងលេងហ្នឹងគឺមិនមែនក្មេងទេម្លីងកងវាល ម្រិងកងវាលបងម្រិងកងវាលវារុញចេះវាកេះដៃលេងចេះដូចតុក្កតាក្មេងលេងគឺវាទៅលេងហ្នឹងបងវាទៅលេងហ្នឹងហើយគឺច្រើនមែនតើសិតតែម្រិងកងវាលរត់ពេញទៅហ្នឹងវាលេងអាហ្នឹងសុបាយហើយខ្ញុំចេះឆ្ងល់មិនក៏ទៀននឹងធ្លាក់វាមិនអាចចឹងនិយាយថាវាមិនសុកបាទវារុញលេងរុញអីចឹងណាអញ្ចឹងពូក៏ប្រាប់ថាអូននិយាយមិញពូយកបបអូនឯងហើយប៉ុន្តែពូមកវិញពូក៏លេចឃើញសិតតែម្រិងកងវាលតែក្មេងៗលេងអាតុក្កតាហ្នឹងបាទបាយដឹងមកចាត់ម្លងបាន4ថ្ងៃគឺខ្ញុំមកបូជាសពគាត់ណាបាទ4ថ្ងៃខ្ញុំមកបូជាសពគាត់តែម្ដងគាត់ឈឺស្លាប់បងតាំងពីគាត់ឃើញហ្នឹងមកគឺគាត់ឈឺស្លាប់ គាត់ខ្លាចពេកមែន បាទគាត់ខ្លាចគាត់ឃើញថាមិនម្លីងកងវាលហ្នឹងគាត់និយាយប្រាប់ខ្ញុំថាមិនម្លីងកងវាលនៅក្បាលពេញទេម្លីងកងវាលខ្លះអត់មានក្បាលហ៎ អូយ គាត់ឈឺដល់ឈឺសក់ជ្រូអីចឹងទៅឬក៏មិន ចេះដាំតងចេះសាក់គ្រួសារគាត់ថាអើយតាំងពីយកបបឲ្យមេនមកមានអារម្មណ៍ថាគាត់នឹងរៀងភ័យស្លន់ស្លោភ័យខុសធម្មតាគាត់ភ័យឲ្យគាត់និយាយអត់ចាញ់ទេតាំងពីយកបបឲ្យមេននឹងមកគេថាមិនថាមកកំហុសមកពីមេនទេតែគាត់ឃើញខ្លួនគាត់ទេដោយសារតែគេដាក់អាតុក្កតានៅពីមុខហ្នឹងគឺលេងកងវាលគាត់ឃើញគាត់លេងណាដល់ពេលលេងទៅមានខ្លះអត់ក្បាលហើយក្មេងទូចហ្នឹងដូចមានអារម្មណ៍ថាដូចកូនង៉ែតហ្នឹងមិនបងគាត់និយាយប្រាប់ខ្ញុំគេថាមានអារម្មណ៍ថាកូនង៉ែតហ្នឹងមិនទេមកលេងតែគាត់អត់ច្បាស់ដែរគាត់អត់ច្បាស់គាត់ឃើញរៀងព្រិលអញ្ចឹងចុះចេះខ្ញុំសុំកាត់តិចចុះគាត់ប្រាប់ brother ពេលណាដែរពេលខ្ញុំដែលខ្ញុំត្រូវបូជាពេលព្រឹកលំឡើងខ្ញុំថាបូជាไปវ៉ាន់ចេញវិញបូជាហើយយើងមានไปវ៉ាន់ចេញហើយគាត់ក៏ដើរកាត់ហ្នឹងគាត់ក៏មកប្រាប់ខ្ញុំថាយកមើលញ៉ៃខ្លាចអត់អញ្ចឹងណាគាត់និយាយថាខ្លាចពូឃើញម្លីងកងវាលមិនខ្មោចលងទេម្លីងកងវាលកេះអាហ្នឹងលេងពី3នាក់ឯងរត់នៅលេងនឹងពេញជុំនៅមុខថតហ្នឹងហើយដល់ពេលហើយម្លងបាន14ថ្ងៃគឺខ្ញុំមកជានឹងកន្លែងដែរនៅចិត្តវត្តហ្នឹងហ្មងគឺគាត់ស្លាប់ដោយសារតែខ្លាចពេកបាទខ្លាចពេកអញ្ចឹងគ្រួសារគាត់និយាយថាចេះហ្នឹងហើយគាត់ហ្នឹងហើយដែលត្រូវខ្លាចរីងកងវាលអញ្ចឹងខ្ញុំក៏បូជាគាត់ក៏ញ័រដៃដែរបងខ្លាចដែរហ្នឹងតែបូជានៅចិត្តហ្នឹងដែរតែបវេនវត្តហ្នឹងដែរឬក៏នៅផ្ទះគាត់វិញនៅផ្ទះគាត់ទេបងបាទនៅផ្ទះគាត់ទេចុះធ្វើម៉េចបានយើងដឹងថាគេទេមកយើងដឹងថាជាគាត់ទៅតាមពិតទៅមុនដំបូងគឺខ្ញុំអត់ដឹងទេតែដល់ពេលយើងត្រូវហែសពបងប្អូនគាត់ហ្នឹងមិនកាន់រូបថតហែនៅពីមុខហ្នឹងបងហើយដល់ពេលខ្ញុំកលែងរូបថតទៅថតថ្មីដែរបងខ្ញុំបាក់ហ្មងថាចំពូហ្នឹងទៅប្រាប់រឿងម្លីងកងវាមួយថ្ងៃមុនហើយលើស្លាប់អញ្ចឹងវាអារម្មណ៍ហ្នឹងនេះរៀងស្លុតដែរបងស្លុតដែរហើយស្រស់ហឹងទៀតបងយើងដូចវាទៅឃើញនឹងភ្នែកយើងហើយដល់ពេលហេតុការណ៍ហ្នឹងកាត់ឡើងទៀតគឺបូជាគាត់ហ្នឹងតែម្ដងអញ្ចឹងវាទូនគ្នាពេកបងយើងមិនដឹងថាគាត់ជំងឺឬក៏មិនអីមិនខ្ញុំក៏ច្រើនគិតថាគាត់ឃើញឲ្យព្រោះអីម្ដាយគាត់ហ្នឹងតែមុនបូជាហ្នឹងក៏ប្រាប់ខ្ញុំដែរថាតាំងពីយកបបមានយកទៅកន្លែងមានហ្នឹងមកវិញទៅរៀងផ្លឹកហើយរៀងភ័យរៀងភ័យអញ្ចឹងដល់ពេលហើយតាំងពីហ្នឹងមករៀងឈឺបងតាំងធ្លាក់ខ្លួនឈឺហ្មងតែគាត់អត់បានប្រាប់គ្រួសារគាត់ថាគាត់ឃើញអត់ទេគាត់មានប្រាប់ម្ដាយគាត់ទេអាហ្នឹងខ្ញុំអត់ដឹងដែរបងតែគាត់ថាម្ដាយគាត់និយាយថាពេលដែលមកយកបបហ្នឹងគឺគាត់ចាប់ដើមរៀងផ្លឹកភ្លាំងហើយម្ដាយគាត់ប្រាប់តែប៉ុណ្្នឹងដែរគាត់ប្រាប់ហ្នឹងព្រោះយើងហ៊ានសន្និដ្ឋានថាតើឃើញម្លីងកងវាលហ្នឹងឈឺស្លាប់មែនអត់ទេព្រោះយើងហ៊ានសន្និដ្ឋានខ្ញុំស្មានចប់ហើយតែមិញសាច់រឿងស្ត្រីមានផ្ទៃពោះមិញខ្ញុំស្មានចប់ត្រឹមហ្នឹងទេតែមិញ